sad ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មួយត្រឡប់មកវិញមកកាន់ Channel ខ្មោះទ្រាតនៅក្នុងយប់នេះខ្ញុំមានរឿងថ្មីយកមកចែកជូនអ្នកទាំងអស់គ្នាស្ដាប់លេងទៀតហើយរឿងនេះមិនមែនតែនទៅខ្ញុំមិនសូវជាចង់លើកវាយកមកនិយាយប្រហែលទេដោយសារតែពេលដែលខ្ញុំនិយាយទៅវាចេះតែមានរឿងហើយអ្នកទាំងអស់គ្នាស្ដាប់វីដេអូនេះទៅប្រកាសជាលឺសូរសលេងខ្ញុំខ្សោយហើយត្រូវអត់ដោយសារតែខ្ញុំ record រឿងហ្នឹងមើលតាំងពីថ្ងៃណា record ចូលចង់ 4-5 ថ្ងៃហើយខ្ញុំខំប្រឹងស្រែកខ្ញុំខំប្រឹងនិយាយខ្ញុំខំប្រឹងយោមទៅអត់ចប់ទេឲ្យតែពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងមិនដែរនិយាយចប់ទេគឺថា record តម្រាំតែបញ្ចប់ហ្នឹងគឺថាពិបាកខ្លាំងមែនតើវាមិនដឹងជាយ៉ាងម៉េចខ្ញុំនិយាយមិនចប់ហ្មងនិយាយអញ្ចឹងទៅតឡាន់ជាប់គ្នាប្រហែលឃ្លាអញ្ចឹងទៅបើមិនអញ្ចឹងទេនិយាយខុសនេះខុសនោះខុសនេះខុសនោះហើយអាពេលយើងនិយាយអញ្ចឹងទៅវាទៅមករូអញ្ចឹងទៅដល់ពេលយកមកចាក់សលេងនឹងស្ដាប់ឡើងវិញនិយាយខុសពាក្យទាំងអស់របៀបថាអ្នកទាំងអស់គ្នាដែលមើលអារឿងកូនបិសាចចិត្តធំហ្នឹងអត់ខ្ញុំដូចអាសាច់ស្វាសិនអ៊ូខុងហ្នឹងអញ្ចឹងមហាទេពស្មើមេឃទៅទេពមហាស្មើមេឃវិញអញ្ចឹងវាដូចអញ្ចឹងនិយាយត្រឡប់ទៅត្រឡប់មកត្រឡប់ទៅត្រឡប់មកអត់ដឹងក្បាលដឹងកតុយទេតែខ្ញុំចង់ឈ្នះចង់ដឹងថារឿងហ្នឹងវាមិនបានខ្ញុំនិយាយមិនបានវាពាក់ព័ន្ធអីជាមួយនឹងគេមែនបានជានិយាយមិនបានអញ្ចឹងឥឡូវហ្នឹង recall លើកទី5ហើយចង់ដឹងថាវាមិនអីមិនយើងតាមដានស្ដាប់ទាំងអស់គ្នាហើយបើសិនជាមានពាក្យណាខ្ញុំនិយាយខុសឬក៏និយាយត្រឡប់ត្រលិនអីកន្លែងណាខ្ញុំសូមអធិស្ឋានទុកជាមុនព្រោះអីខ្ញុំដឹងថាវីដេអូនេះប្រកាសជាអត់ស្រួលទេហើយអារឿងហេតុដែលខ្ញុំបានជួបហ្នឹងចាំខ្ញុំប្រាប់នៅចុងវីដេអូថាគ្រប់ពេលដែលខ្ញុំ record រឿងពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងវាជួបរឿងអីខ្លះអញ្ចឹងចាំស្ដាប់នៅចុងវីដេអូខ្ញុំប្រាប់អ្នកទាំងអស់គ្នាហើយមួយទៀតអ្នកទាំងអស់គ្នាកុំតន់អាធុញខ្ញុំសុំមួយទៀតសុំអ្នកទាំងអស់គ្នាជួយ like ជួយ share ជួយ comment វីដេអូខ្ញុំផងដើម្បីឲ្យរុញវីដេអូហ្នឹងទៅឲ្យអ្នកដទៃគាត់បានមើលផងដោយសារតែវីដេអូខ្ញុំហ្នឹងមិនដឹងថាជាវាឈប់កាំងអីទេខ្ញុំផុសវីដេអូទៅគឺអត់រុញទៅឲ្យមនុស្សគ្រប់គ្នាបានមើលទេដូចបងស្រីមួយគាត់បានខមមិននៅក្នុងវីដេអូខ្ញុំគាត់ថាគាត់ស្មានតែខ្ញុំហ្នឹងឈប់ធ្វើវីដេអូហើយដោយសារតែគាត់អត់ឃើញខ្ញុំផុសហើយអ្នកផ្សេងជាច្រើនទៀតក៏អញ្ចឹងដែរគាត់ថាគាត់អត់ឃើញវីដេអូខ្ញុំលោតទៅឲ្យគាត់មើលទេអញ្ចឹងគាត់គិតថាប្រហែលជាខ្ញុំអត់តន់ចេញវីដេអូអីអញ្ចឹងណាតែកាប់ពិតទៅខ្ញុំចេញវីដេអូហើយប៉ុន្តែវាអត់រុញទៅឲ្យគេមើលអញ្ចឹងសូមអ្នកទាំងអស់គ្នាជួយខ្ញុំតិចផងឲ្យវីដេអូខ្ញុំហ្នឹងឲ្យរុញទៅឲ្យគេមើលដែរអញ្ចឹងណាហើយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាទុកជាមុនតោះឥឡូវក៏មកកាត់ពេលយូរយើងទៅតាមដានស្ដាប់សាច់រឿងទាំងអស់គ្នាតួអង្គរបស់យើងនៅក្នុងរឿងហ្នឹងគាត់មានឈ្មោះថាសក្តាខ្ញុំសូមហៅគាត់ថាបងជាំមិនដឹងជាសក្តាទេហៅបងជាំបងទៅវាស្រួលហៅជាងបងជាំគាត់ថាតាំងពីទូចរហូតមកដល់ឥឡូវនេះមកដល់គាត់កាចាស់ក្បាលដល់ឥឡូវនេះហើយក៏គាត់មិនដែលបានជួបជីដូនរបស់គាត់ដែរគាត់ថាឪពុកម្ដាយរបស់គាត់មិនដែលជូនគាត់ទៅលេងជាមួយនឹងជីដូនរបស់គាត់ទេគ្រាន់តែគាត់ឮប៉ាគាត់និយាយថាជីដូនរបស់គាត់ហ្នឹងនៅមានបច្ចុប្បន្ននៅឡើយទេហើយជីដូនរបស់គាត់ហ្នឹងមិនមែនជីដូនខាងប៉ារបស់គាត់ទេគឺជីដូនខាងម៉ាក់របស់គាត់បងជាំគាត់មិនដឹងថាម៉ាក់ប៉ាគាត់ជាមួយនឹងជីដូនរបស់គាត់ហ្នឹងមានរឿងអីជាមួយនឹងគ្នាទេបានជាដល់ថ្នាក់របៀបដូចកាត់ផ្ដាច់ទំនាក់ទំនងអញ្ចឹងអត់ដែរនិយាយជាមួយគ្នាអត់ដែរយល់ទៅអត់ដែរតាក់ទងគ្នាហ្មងហើយនៅពេលដែលគាត់ចាប់ផ្ដើមជីកសួរជីកឬជីកគល់ចង់ដឹងពីជីដូនរបស់គាត់បន្ថែមអញ្ចឹងម៉ាក់គាត់អត់និយាយហៅគាត់ទេបែរជាឲ្យតែពេលគាត់សួរម៉ាក់គាត់ខឹងគាត់វិញហើយសួរប៉ាគាត់ក៏ប៉ាគាត់អត់និយាយដែរឲ្យតែពេលនិយាយរឿងពាក់ព័ន្ធជាមួយនឹងយាយគាត់ប៉ាគាត់ស្រឡឹងទៅមើលមុខម៉ាក់គាត់ហើយទៅមើលមុខម៉ាក់គាត់មិនរីកហើយប៉ាគាត់ក៏មិនហ៊ាននិយាយដែរស្រាប់តែមានថ្ងៃមួយប៉ាគាត់មកពពោះគាត់ទៅលេងជាមួយនឹងយាយគាត់ហើយទៅហ្នឹងទៅតែពីរអ្នកគាត់ទេដែលទៅតែប្រុសទេអត់ឲ្យស្រីទៅទេហើយមូលហេតុដែលអត់ឲ្យស្រីទៅហ្នឹងក៏គាត់មិនដឹងថាជាមូលហេតុអីដែរដឹងតែថាទៅជើងហ្នឹងគឺទៅលាក់ម៉ាក់គាត់ទៀតអត់ឲ្យម៉ាក់គាត់ដឹងទេនៅពេលដែលគាត់ព្រមទៅជាមួយនឹងប៉ាគាត់ហើយប៉ាគាត់ក៏ឲ្យគាត់ទៅជួយរៀបចំអីវ៉ាន់ដែលអីវ៉ាន់ដែលគាត់ត្រូវយកទៅហ្នឹងសុទ្ធសឹងតែជាអីវ៉ាន់ដែលត្រូវបោះតង់មិនមែនអីវ៉ាន់ប្រើប្រាស់អីធម្មតាទេសុទ្ធតែអីវ៉ាន់បោះតង់ទាំងអស់មានអាកូនចក្រានកូនចានកូនឆ្នាំងតង់តុករឹងអីហ្នឹងសុទ្ធតែយមទៅសុទ្ធតែសម្ភារៈបោះតង់ទាំងអស់យកទៅដាក់នៅគូតឡានខាងក្រោយហើយនៅពេលដែលរៀបចំអីវ៉ាន់ហើយប៉ាគាត់ក៏ដេញគាត់ឲ្យមករៀបចំកៅអៅរៀបចំអីម្ដងហើយប៉ាគាត់ប្រាប់គាត់ថាឲ្យបញ្ញាប់ឡើងបញ្ញាប់ចេញទៅកុំឲ្យម៉ាក់គាត់មកតន់ហើយមុននឹងចេញទៅហ្នឹងប៉ាគាត់ក៏បានទៅសេសបុតមួយស្លឹកដាក់នៅលើតុដោយសារតែប៉ាគាត់អត់ហ៊ានផ្ញើសារទៅទេព្រោះអីបើផ្ញើសារទៅម៉ាក់គាត់ឃើញសារហ្នឹងម៉ាក់គាត់ប្រកាសជាទេមករកប៉ាគាត់ភ្លាមៗហីដើម្បីខាត់កុំឲ្យប៉ាគាត់ទៅអញ្ចឹងដើម្បីកុំឲ្យម៉ាក់គាត់ខាត់អត់ឲ្យទៅប៉ាគាត់ក៏សរសេរសបុតយកទៅដាក់នៅលើតុហ្នឹងហើយអត្តន័យនៅក្នុងសបុតហ្នឹងគឺចង់ប្រាប់ថា
ប្តីជាមួយនឹងកូនបានចេញដំណើរទៅលេងម្ដាយហើយអញ្ចឹងក៏មានការបារម្ភអីគ្រាន់តែទៅសេប្រាប់ជាដំណឹងអញ្ចឹងណាហើយមិនបាច់ខំប្រឹងព្យាយាមទេដោយសារតែទូរស័ព្ទហ្នឹងគាត់បានបិទហើយអញ្ចឹងប្រហែលថ្ងៃក្រោយទៀតគាត់នឹងត្រឡប់មកវិញហើយកុំបារម្ភអីហើយបន្ទាប់ពីទៅសេសបុតដាក់លើតុហ្នឹងហើយគាត់ជាមួយនឹងប៉ាគាត់បង្ជាប់ហ្នឹងណាជាមួយនឹងប៉ាគាត់បានជិះឡានចេញដំណើរទៅអ្នកទាំងអស់គ្នាស្ដាប់សលេងដឹងហើយអញ្ចឹងនិយាយអញ្ចឹងរហូតដឹងវាយ៉ាងម៉េចឬសូសលេងទៅដឹងមិនខ្មោចលងទេតើខ្ជិលកាត់អ្នកទាំងអស់គ្នាទ្រាំស្ដាប់មកវីដេអូហ្នឹងទៅខ្ញុំចង់ឈ្នះមែនតើហ្មងចង់ជំនះថតវីដេអូហ្នឹងឲ្យចប់ចង់ថតឲ្យចប់ចង់ឈ្នះនិយាយមួយម៉ាត់ចង់ឈ្នះបន្ទាប់ពីពួកគាត់ចេញដំណើរទៅដល់ផ្សារមួយប៉ាគាត់ក៏អាប់ឡានទៅចាំផ្លូវហើយប្រាប់ឲ្យបង្ជាប់នឹងចាំនៅក្នុងឡាននឹងហើយប៉ាគាត់ចូលទៅផ្សារដើម្បីទិញអីវ៉ាន់ខ្លះផ្ញើយាយគាត់នៅពេលដែលឮសូប៉ាគាត់ប្រាប់អញ្ចឹងគាត់ក៏យល់ព្រមនៅចាំនៅក្នុងឡានហ្នឹងទៅហើយប៉ាគាត់ក៏ដាក់ចូលទៅក្នុងផ្សារបាត់ទៅនៅពេលដែលប៉ាគាត់ចូលទៅក្នុងផ្សារបាត់គាត់បានឃើញយាយម្នាក់នៅឈរនៅពីខាងមុខឡានគាត់ដំបូងឡើយយាយហ្នឹងគាត់ដើរមកឈរនៅចំពីខាងមុខឡានហើយឈរមើលមកគាត់អញ្ចឹងមើលឡើងមកស្ទុះមើលអត់ដាក់ភ្នែកទេហើយគាត់នៅក្នុងឡានគាត់អង្គុយចុចទូរស័ព្ទបដាគាត់មើលទៅយាយនឹងបដាដោយគាត់គិតថាយាយនឹងប្រហែលជាអ្នកសុំទានអីនៅតាមផ្លូវគេមកសុំលុយសុំអីអញ្ចឹងពេលហ្នឹងគាត់ក៏មិនសូវខ្វល់ដែរគាត់គ្រាន់តែមើលឃើញហើយគាត់តម្លាក់ភ្នែកមកចុចទូរស័ព្ទគាត់វិញអញ្ចឹងហើយដល់ពេលគាត់ចុចឡើងមកស្ទុះហើយយាយនឹងក៏គាត់អត់ព្រមតាណាដែរនៅតែសឡឹងមកមើលគាត់អញ្ចឹងពេលហ្នឹងគាត់មើលទៅយាយនឹងម្ដងជាពីរដងទៅឃើញយាយនឹងមើលកាន់តែយូរមុខកាន់តែស្តៀងអ្នកទាំងអស់គ្នាដឹងថាស្តៀងណាគេអត់គឺមុខស្តៀងគាត់នឹងឯងសឹងតែថាបេះមុខគាត់យកទៅដាក់នៅលើមុខយាយនឹងហ្មងគឺថាដូចគ្នាហ្មងហើយពេលហ្នឹងគាត់ថាគាត់មានអារម្មណ៍ខ្លាចគាត់បែរជាមានអារម្មណ៍ខ្លាចគាត់កាន់តែស្លឹងទៅមើលមុខយាយហ្នឹងទៅគាត់កាន់តែមានអារម្មណ៍ខ្លាចដល់ពេលហើយបានមកសន្ទុះក្រោយមកទៀតប៉ាគាត់ក៏ចេញមកពីផ្សារវិញដោយដៃម្ខាងប៉ាគាត់យួរសាច់គោហើយសាច់គោហ្នឹងសុទ្ធតែឈាមឡើងច្រើនមកកភ្លុះដែររៀងច្រើនដែរឈាមនឹងឡើងដកថងហ្នឹងមើលទៅដូចត្រាំសាច់គោនៅក្នុងថងឈាមអញ្ចឹងហើយដៃម្ខាងទៀតប៉ាគាត់យួរមាន់ចំនួន5ក្បាលហើយមាន់ហ្នឹងសុទ្ធសឹងតែជាមាន់រស់ទាំងអស់មិនមែនមាន់គេធ្វើហើយទេនៅពេលដែលគាត់ឃើញប៉ាគាត់យកមាន់រស់អញ្ចឹងយកមកដាក់គូតឡានខាងក្រោយអញ្ចឹងគាត់ក៏សួរទៅប៉ាគាត់ថាប៉ាទិញមាន់រស់មកទៅអីមិនទិញមាន់គេធ្វើឲ្យស្រាប់ៗហ្មងទៅគ្រាន់តែយកទៅប្រឡាក់អាំងហ្មងបាច់បាក់ហើយប៉ាឯងទិញមាន់រស់យកទៅអញ្ចឹងឲ្យធ្វើម៉េចមានតែគេតែធ្វើមិនប៉ាឯងចង់យកមាន់ហ្នឹងយកទៅឲ្យយាយអ្នកធ្វើមែនចង់ឲ្យយាយសម្លាប់មែនឲ្យយាយសាងបាបមែនគាត់សួរទៅប៉ាគាត់អញ្ចឹងប៉ាគាត់នៅពេលដែលបានឮសូរសំណួរគាត់ហើយប៉ាគាត់អត់ឆ្លើយមកកាន់គាត់វិញទេបានត្រឹមតែងើយមុខឡើងងើយមុខមកមើលគាត់អញ្ចឹងហើយភ្នែកប៉ាគាត់សន្លឹងមើលគាត់ឡើងមកសន្ទុះប៉ុន្តែអត់មាននិយាយអីទេហើយបានតែញឹមដាក់គាត់អញ្ចឹងហើយពេលហ្នឹងគាត់រៀងឆ្ងល់ដែរប៉ុន្តែសួរអត់ឆ្លើយមិនដឹងថាសួរអីទៀតបើសួរអត់ឆ្លើយផងហើយបន្តមកទៀតពួកគាត់ទាំងពីរនាក់ហ្នឹងក៏បន្តចេញដំណើរទៅមុខទៀតគាត់ថានៅពេលដែលជិះឡានទៅមុខទៀតហ្នឹងនៅពេលដែលដាក់មាន់ចូលឡានហ្នឹងគាត់ថាធំក្លិនខ្លាំងមែនតើក្លិនហ្នឹងក្លិនស្អុយប៉ុន្តែមិនមែនស្អុយមាន់ឬក៏ស្អុយអាចមាន់ឬក៏ស្អុយឈាមគោអីទេក្លិនហ្នឹងបើគាត់ហិតកាន់តែយូរទៅគាត់ថាស្តៀងនឹងគម្រងខ្មោចធំក្លិនស្អុយអញ្ចឹងហ្មងគាត់ថាស្អុយឡើងធំអត់បានឡើងពេលហ្នឹងគាត់រោមម៉ាស់រោអីពេកគាត់ថាពិបាកធំខ្លាំងពេកហើយក៏សុំប៉ាគាត់ឲ្យបើកកញ្ចក់ឡានទៅដើម្បីឲ្យខ្យល់វាចូលមកក្នុងឡានអញ្ចឹងពួកគាត់បន្តដំណើរទៅរហូតទៅដល់ផ្លូវមួយពេលហ្នឹងចោះចេញពីផ្លូវធំហើយបត់ចូលផ្លូវតាមភូមិម្ដងហើយជិះទៅតាមផ្លូវភូមិហ្នឹងឡើងមកស្ទុះចូលចុងកន្លះម៉ោងក៏ទៅដល់ផ្លូវមួយផ្លូវហ្នឹងនៅពេលដែលគាត់មើលទៅពីចង្អាយទៅដូចផ្លូវអទេសភ្លើងដែលគេចោះរូងភ្នំហើយគេជិះអទេសភ្លើងនៅខាងក្រោមផ្លូវហ្នឹងដូចផ្លូវនៅស្រុកគេអញ្ចឹងរបៀបថាវាល្ងឹតចូលទៅល្ងឹតស្លុបហ្មងហើយពលឺហ្នឹងភ្លឺនៅចុងផ្លូវមួយខាងទៀតនោះដែលពលឺហ្នឹងឡើងទូចគាត់ថាបើសិនជាជិះមិនដឹងថាជិះពេលណាទៅដល់ពលឺនៅខាងចុងហ្នឹងទេព្រោះអីចុងពលឺហ្នឹងវាឃើញទូចខ្លាំងមែនតើស្ដាប់មកដល់កន្លែងនេះអ្នកទាំងអស់គ្នាកុំច្រឡំថាផ្លូវដែលគាត់ជិះចូលទៅហ្នឹងផ្លូវក្រោមរូងភ្នំផ្លូវដែលគាត់ជិះចូលទៅហ្នឹងមិនមែនផ្លូវក្រោមរូងភ្នំទេគឺជាផ្លូវដែលមានដើមឈើអមនៅសងខាងប៉ុន្តែដើមឈើហ្នឹងវាដោះក្របពីលើផ្លូវហ្នឹងមកវាដោះឡើងទៅអញ្ចឹងហើយបន្តមកវាស្រាក់មេឃគ្នានៅពីខាងលើនៅចំកណ្ដាលផ្លូវអញ្ចឹងនិយាយរួមទៅព្រៃហ្នឹងវាក្របពីខាងលើផ្លូវហ្នឹងហ្មងអត់មានពលឺណាចូលមកក្នុងផ្លូវហ្នឹងបានទេគឺថាល្ងឹតឈឹងតែភ្លឺនៅខាងចុងផ្លូវនោះក្រៅពីហ្នឹងនៅតាមផ្លូវហ្នឹងគឺល្ងឹតសូនសងទាំងអស់មើលអីអត់ឃើញទេហើយមិនដឹងថាជាមូលហេតុអីបានព្រៃហ្នឹងវាអាចចាក់គ្នាបាំងពលឺបានដល់ថ្នាក់ហ្នឹងអត់ដឹងថាមូលហេតុអីដែរគ្រាន់តែថាពេលដែលគាត់ជិះទៅតាមផ្លូវប្រឡោះដែលល្ងឹតហ្នឹង
ពេលហ្នឹងឡានប៉ាគាត់ចាប់ផ្ដើមបើកភ្លើងហើយគាត់ថាគាត់ចេះជិះបដាគាត់ងើយទៅមើលលើបដាជិះបដាមើលទៅអាមេឃដែលវាស្រាក់គ្នាពីខាងលើក្បាលគាត់ហ្នឹងគាត់មើលទៅឃើញមានពស់ហើយមិនមែនតែមួយក្បាលពីរក្បាលទេណាគាត់ថាពស់របៀបថាអាកូនពស់ទំញាស់វាមិនមានច្រើនក្បាលឡើងបសាចហ្មងពេញមេឃហ្នឹងគាត់ថាបើសិនជាជិះម៉ូតូអីគាត់ដឹងតែអត់ហ៊ានចូលហ្មងប៉ុន្តែអានេះជិះឡានវាបានក្លុបបានអីរៀងការពារខ្លួនដែរគាត់មិនសូវខ្លាចតែបើជិះម៉ូតូវិញដឹងតែអត់ហ៊ានជិះឯងដឹងបកទៅវិញហើយគាត់ថាគាត់ជិះគាត់ព្រឺក្បាលអស់ហើយអាខ្លាចខ្មោចមធ្យមណាល្ងិនទៅវាខ្លាចខ្មោចវាសមហីប៉ុន្តែអានេះអាខ្មោចក៏ខ្លាចអាពស់ក៏ខ្លាចហើយមិនដឹងថាវាអាចមានសត្វអីនៅខាងមុខទៀតគាត់អត់ដឹងអញ្ចឹងគាត់ជិះបដាគាត់បើកភ្នែកធំធំបដាហើយគាត់ជិះបដាគាត់មើលមុខប៉ាគាត់បដាហើយប៉ាគាត់ពេលហ្នឹងទប់ចកោតឡានទប់អត់មានងាកឆ្វេងងាកស្ដាំងាកអីទេគាត់ថាប្រុងស្មារតីទៅមុខរហូតមកហើយគាត់ថាជិះនៅក្នុងផ្លូវហ្នឹងគាត់មានអារម្មណ៍ថាយូរខ្លាំងមែនតើទាំងដែលជាក់ស្ដែងពេលដែលគាត់ជិះចេញពីចាប់ពីចំណុច1ពីចំណុច A ចឹងចុះទៅបញ្ចប់នៅចំណុច B ហ្នឹងគាត់ថាគាត់មើលម៉ោងរយៈពេលតែ5នាទីទេប៉ុន្តែគាត់នៅក្នុងឡានជិះនៅក្នុងផ្លូវហ្នឹងគាត់មានអារម្មណ៍ថាដូចជិះ1ម៉ោងចឹងគាត់ថាជិះមិនងាយដល់ហ្មងដូចអាផ្លូវហ្នឹងដូចវាឆ្ងាយខ្លាំងមែនតើណាហើយអារម្មណ៍ហ្នឹងមិនមែនមានតែគាត់ទេគាត់សួរប៉ាគាត់ក៏ប៉ាគាត់និយាយចឹងដែរប៉ាគាត់ក៏មានអារម្មណ៍ចឹងដូចគ្នាបន្ទាប់ពីចេញផុតពីព្រៃហ្នឹងមកក៏គាត់ជិះទៅដល់ភូមិមួយចម្លែកអីភូមិហ្នឹងគឺជាភូមិដែលគេបោះបង់ចោលអត់មានមនុស្សរស់នៅទេផ្ទះដែលនៅក្នុងភូមិនឹងទាំងអស់សុទ្ធតែជាផ្ទះស្លឹកហើយផ្ទះស្លឹកនឹងទៀតសោតសុទ្ធតែជាផ្ទះដែលគេបោះបង់ចោលគឺពុកផុយអស់ហើយជើងទៅសអីហ្នឹងអាខ្លះត្រេតទៅមកជាហៀងអញ្ចឹងទៅអាខ្លះផ្ទះហ្នឹងអាយ៉ាជា2ក៏មានដែរហើយនៅតាមប្រកាន់ដៃនៅតាមអីហ្នឹងដូចរបៀបថាអាសំណង់ឈើដែលគេទុកចោលយូរវាមានកដៀមានអីស៊ីបាក់បែកអស់អញ្ចឹងគឺថាដូចភូមិក្នុងរឿងខ្មោចអញ្ចឹងគាត់ថាពេលដែលគាត់ជិះកាត់ភូមិហ្នឹងទៅគាត់ថាគាត់ដូចឆ្លងភពទៅសម័យបុរាណអញ្ចឹងរបៀបថាយើងចេញមកពីព្រៃចេះតែទៅចេញមកពឹបផុតព្រៃនឹងភ្លាមចូលមកដល់ឃើញផ្ទះបាក់បែកផ្ទះគេទុកចោលដូចអាសម័យអសន្នរោគរាតត្បាតដូចមកភូមិនឹងគេស្លាប់ទៅទាំងអស់អញ្ចឹងហើយភូមិនឹងគេទុកចោលអត់មានមនុស្សនៅហើយមានខ្មោចលងមានអីអញ្ចឹងទៅរបៀបដូចទិដ្ឋភាពហ្នឹងវាអញ្ចឹងដូចគ្នាហើយសំខាន់វាមានឆ្កែទៀតអត់ដឹងថាឆ្កែហ្នឹងនៅណាអញ្ចឹងទេដឹងថាវាលូឡើងកលួចពេញហ្នឹងបន្ទាប់ពីជិះផុតភូមិហ្នឹងទៅទីបំផុតគាត់បានទៅដល់ផ្ទះយាយគាត់ហើយពេលដែលឡានរបស់គាត់ជិះទៅដល់មុខផ្ទះយាយគាត់ប៉ាគាត់ក៏ប្រាប់មកគាត់វិញថាហ្នឹងហើយកូននេះផ្ទះយាយកូនឯងហើយដែលកូនឯងប្រាថ្នាចង់ជួបហ្នឹងហើយកូនឯងហ៊ានដេកនៅផ្ទះហ្នឹងអត់ប៉ាគាត់សួរមកកាន់គាត់អញ្ចឹងហើយគាត់ក៏ឆ្លើយទៅប៉ាគាត់វិញថាហ៊ានរឿងអីថាមិនហ៊ានគ្រាន់តែដេកផ្ទះយាយសោះមានអីត្រូវខ្លាចគាត់ឆ្លើយឡើងក្លាហានទៅវិញអញ្ចឹងនៅពេលដែលបានលឺសូរគាត់ឆ្លើយទៅវិញអញ្ចឹងប៉ាគាត់អត់និយាយអីទេបានត្រឹមតែញឹមដូចមុនអញ្ចឹងស្រាប់តែពេលគាត់កំពុងតែនិយាយគ្នាជាមួយនឹងប៉ាគាត់ហ្នឹងនៅក្នុងឡានអត់ទាន់ចុះពីលើឡាននៅឡើយទេគាត់មើលទៅអាទ្វារផ្ទះរបស់យាយគាត់ហ្នឹងគាត់ឃើញមានមនុស្សស្រីប៉ុន្តែម្នាក់ស្រីហ្នឹងរៀងដូចក្មេងដែរទេគេគ្រាន់តែប្រហោតទ្វារអឺតក្បាលចេញមកមើលតិចទេបន្ទាប់មកគេលឹបក្បាលចូលទៅក្នុងផ្ទះវិញបាត់ទៅនៅពេលដែលម្នាក់ស្រីហ្នឹងលឹបចូលទៅក្នុងវិញបាត់ក៏មានយាយចាស់ម្នាក់បើកទ្វារដើរចេញមកម្ដងហើយយាយនោះហើយគឺជាយាយរបស់បងជាំនឹងឯងហើយអារម្មណ៍ដំបូងដែលគាត់បានឃើញយាយគាត់គឺថាគាត់ស្រឡាំងកាំងហ្មងដោយសារតែយាយម្នាក់ហ្នឹងដូចយាយមួយដែលឈរពីខាងមុខឡានគាត់ពេលដែលបាគាត់ចូលទៅក្នុងផ្សារគាត់ថាដូចគ្នាបេះដាក់ហើយមុខដូចគាត់ទៀតនិយាយរួមទៅដូចមនុស្សតែមួយអញ្ចឹងហើយប៉ាគាត់ពេលដែលឃើញយាយគាត់ដើរមកអញ្ចឹងគាត់ក៏លើកដៃជម្រាបសួរម៉ែអីអញ្ចឹងណាប៉ាគាត់ក៏ប្រកបគាត់ឲ្យជម្រាបសួរយាយអីអញ្ចឹងទៅហើយពេលហ្នឹងយាយគាត់នៅនិយាយជាមួយគាត់ប៉ុន្តែរបៀបថាយាយគាត់ហើបមាត់តិចទេប៉ុន្តែសលេងយាយគាត់និយាយហ្នឹងលឺមកដល់គាត់ទាំងដែលយាយគាត់អត់បានចោះមកដីទេអត់បានចោះមកនិយាយទល់មុខជាមួយគ្នាទេយាយគាត់គ្រាន់តែបើកទ្វារចេញមកហើយឈរនៅយ៉ខាងមុខហ្នឹងអត់ចោះមកជួបគាត់ផ្ទាល់ហ្មងទេឈរនិយាយគ្នាពីខាងលើផ្ទះមកក្រោមចាប៉ុន្តែគាត់ថាគាត់ស្ដាប់បានគាត់ឮសូរសលេងយាយគាត់និយាយទាំងអស់ទាំងដែលចងាយហ្នឹងមិនមែនចិត្តគ្នាណាចងាយឆ្ងាយពីគ្នាហើយមួយនៅលើមួយនៅក្រោមប៉ុន្តែនិយាយស្ដាប់គ្នាឮហើយពេលហ្នឹងយាយគាត់ក៏ហៅគាត់ឲ្យឡើងទៅនិយាយគ្នានៅលើផ្ទះប៉ុន្តែប៉ាគាត់ចាប់ដៃគាត់អត់ឲ្យគាត់ឡើងទៅទេហើយនៅពេលដែលប៉ាគាត់ចាប់ដៃគាត់អត់ឲ្យឡើងទៅលើអញ្ចឹងគាត់ចាប់ផ្ដើមឆ្ងល់ទៀតហើយគាត់ថាចំគ្រួសារអញមិនចេះមានរឿងអីអញ្ចេះបានមើលទៅរៀងដូចប្លែកវាមើលទៅដូចមិនចិត្តស្និទ្ធគ្នាដូចគ្រួសារគេដតីគ្រួសារគេដតីយាយចៅអញ្ចឹងគេទៅលេងអញ្ចឹងគេអោបគេថើបអីអញ្ចឹងគេស្និទ្ធស្នាលមួយគ្នាគេឲ្យនំឲ្យអីញ៉ាំហើយដល់ពេលគ្រួសារឯនេះវិញចាប់ផ្ដើមអត់និយាយពាក់ព័ន្ធជាមួយនឹងប្រវត្តិយាយហើយដល់ពេលមកជួបហើយក៏អត់ឲ្យទៅក្បែរយាយទៀតហើយអាពេលហ្នឹងគាត់គ្រាន់តែឆ្ងល់អញ្ចឹង
គាត់មិនបានសួរនាំអីច្រើនទេគាត់គ្រាន់តែឆ្ងល់អញ្ចឹងហើយបន្ទាប់មកប៉ាគាត់ក៏អូសដៃគាត់ទៅគូឡានខាងក្រោយឲ្យទៅជួយយកអីវ៉ាន់បន្ទាប់មកប៉ាគាត់ក៏យកអាមាន់5ក្បាលហ្នឹងយកចេញពីគូឡានមកយកមាន់ហ្នឹងយកទៅដាក់នៅមាត់ចដាលហើយចងខ្សែជើងវាឲ្យជាប់នឹងមាត់ចដាលហ្នឹងទៅហើយប្រាប់យាយគាត់ថាម៉ែនេះមាន់ខ្ញុំទិញយកមកផ្ញើ5ក្បាលយប់ហ្នឹងម៉ែឯងទុកហូបទៅខ្ញុំអត់បាននៅហូបជាមួយនឹងម៉ែឯងទេខ្ញុំទៅក្រោយហើយទៅបោះតង់ដេកនៅខាងក្រោយហើយនាំកូនឲ្យមកមើលម៉ែឯងហ្នឹងណាព្រោះអីតាំងពីកើតមកវាមិនដែលឃើញមុខម៉ែឯងអញ្ចឹងនាំវាឲ្យមកឃើញហើយដល់ពេលឮសូរប៉ាគាត់និយាយអញ្ចឹងយាយគាត់ក៏ហៅគាត់ឡើងទៅលើម្ដងទៀតហើយប៉ាគាត់ធ្វើអញ្ចឹងដូចលើមុនអញ្ចឹងពេលដែលយាយគាត់ហៅប៉ាគាត់ចាប់ដៃអត់ឲ្យឡើងទៅទេហើយគាត់រៀងឆ្ងល់ដែរពេលហ្នឹងក៏ប្រឡេះដៃប៉ាគាត់ម្នាក់ឡើងទៅតែនៅពេលដែលឡើងដល់ពាក់កណ្ដាលចដាលតុនជើងលំមៀថ្មោលធ្លាក់ចុះមកវិញហើយធ្លាក់អញ្ចឹងហើយគាត់មិនឈប់ទេណាគាត់ព្យាយាមឡើងម្ដងជា2ដងនៅតែដល់ពាក់កណ្ដាលចដាលហ្នឹងដល់ពាក់កណ្ដាលកម្មហ្នឹងដឹងតែតុនជើងធ្លាក់ចុះមកវិញហើយដល់ទៅពេលឃើញគាត់ធ្លាក់អញ្ចឹងប៉ាគាត់ក៏ស្រែកទៅប្រាប់យាយគាត់ថាម៉ែអើយកុំធ្វើបាបចៅអីចៅយូរគ្នាមកលេងម្ដងទេដល់ពេលឮសូរប៉ាគាត់ស្រែកអញ្ចឹងយាយគាត់ក៏ស្រែកមកពីលើវិញស្រែកមកប្រាប់ប៉ាគាត់ថាអញមានទៅធ្វើស្អីវាធ្លាក់តែខ្លួនឯងទៅអញមានបានធ្វើអីវាអញចង់ជួបមុខចៅអញដែរអញឲ្យវាឡើងមកជួបអញហ្នឹងណាហើយវាឡើងធ្លាក់ខ្លួនឯងសោះហើយមិនបានមកបន្ទោសអញយាយគាត់ថាឲ្យទៅប៉ាគាត់វិញអញ្ចឹងហើយដល់ពេលហើយអញ្ចឹងទៅប៉ាគាត់ក៏ថាមកកូនបាច់ទេឃើញមុខយាយប៉ុណ្ណឹងបានហើយគង់តែមានថ្ងៃជួបគ្នាទេតោះយើងទៅរៀបចំរៀបអីបោះតង់ទៅខាងក្រោយកុំឲ្យមេឃល្ងឹតតន់ហើយប៉ាគាត់ងាកទៅរកយាយគាត់ហើយស្រែកប្រាប់យាយគាត់ថាម៉ែអើយអញ្ចឹងខ្ញុំទៅសិនហើយម៉ែចាំស្អែកពេលព្រឹកចាំខ្ញុំមកលេងម៉ែឯងម្ដងទៀតហើយយប់ហ្នឹងកុំធ្វើឲ្យចៅខ្លាចអីគ្នាយូរបានមកលេងម្ដងទេម៉ែបធូរដៃតិចទៅយាយគាត់ក៏ឆ្លើយមកវិញថាអញដឹងហើយអានេះវ៉ៃអញសង្ស័យវាមិនដែរនិយាយរឿងអញទៅប្រាប់កូនវាហ្មងបានកូនវាមិនដឹងខ្យល់អីសោះអញ្ចឹងអញ្ចឹងទៅចាបានហើយអញចូលទៅក្នុងផ្ទះវិញហើយបន្ទាប់ពីនិយាយចប់ហើយយាយគាត់ក៏ដើរចូលទៅក្នុងផ្ទះវិញបាត់ទៅហើយគាត់ជាមួយនឹងប៉ាគាត់ក៏ឡើងឡានប៉ាគាត់ដឹកគាត់ទៅរកកន្លែងវាលមួយដែលកន្លែងវាលហ្នឹងវានៅឆ្ងាយពីភូមិរបស់យាយគាត់ហ្នឹងប្រហែលជា4-5 ស្រែដែរវាមិនឆ្ងាយប្រហែលទេគ្រាន់តែវាឃ្លាតពីផ្ទះយាយគាត់អញ្ចឹងណាកន្លែងហ្នឹងវាមានវាលមួយហើយនៅក្បែរវាលហ្នឹងក៏មានដើមឈើមួយដើមដែរដើមឈើមួយហ្នឹងវារៀងចម្លែកទៀតដោយសារតែដើមវាគឺជាដើមត្នោតទេប៉ុន្តែនៅចុងត្នោតហ្នឹងមានដុះដើមដូងនៅពីលើដើមត្នោតហ្នឹងទៀតណាគាត់ថាពេលគាត់ឃើញដំបូងគាត់រៀងភ្ញាក់ផ្អើលដែរដោយសារតែដើមត្នោតហើយហេតុអីក៏ដើមត្នោតមួយនេះមានដើមដូងដុះពីលើពេលដែលបានឃើញអញ្ចឹងគាត់ក៏ដកទូរស័ព្ទទាញទៅថតហើយដល់ពេលហើយគាត់ក៏សួរទៅប៉ាគាត់ថាប៉ាដើមស្អីគេដើមត្នោតផងដើមដូងផងដើមហ្នឹងដើមអីឲ្យប្រកបប៉ាគាត់ក៏ឆ្លើយមកវិញថាដើមហ្នឹងគឺជាប្រភេទដើមបញ្ញាក្អែកដែលអាបញ្ញាក្អែកហ្នឹងវាដើរដុះអញ្ចឹងឯងប៉ុន្តែអាហ្នឹងខ្ញុំមិនដឹងថាមិនដែរដឹងតែគាត់ប្រាប់មកថាអាប្រភេទហ្នឹងប្រភេទពួកបញ្ញាក្អែកហើយអាប្រភេទពួកបញ្ញាក្អែកហ្នឹងសម្បូរខ្មោចនៅអាហ្នឹងសុំកាន់បន្តិចនៅទាំងអស់គ្នានៅភូមិខ្ញុំក៏អញ្ចឹងដែរប៉ុន្តែភូមិខ្ញុំមិនមែនដោះអាដើមត្នោតមានដើមដូងដោះពីលើហ្នឹងទេនៅភូមិខ្ញុំហ្នឹងដើមទឹកដោះប៉ុន្តែមានដើមឈើមួយទៀតដើមឈើមួយហ្នឹងមិនដឹងថាគេហៅឈ្មោះវាឈ្មោះអីទេខ្ញុំភ្លេចបាត់ហើយធ្លាប់មានអ្នកប្រាប់ខ្ញុំម្ដងដែរប៉ុន្តែខ្ញុំភ្លេចមិនដឹងថាដើមហ្នឹងដើមអីដឹងតែថាវាដោះបន្តពីអាដើមទឹកដោះហ្នឹងហើយអាដើមទឹកដោះហ្នឹងផ្លែវាផ្លែល្អមែនតើប៉ុន្តែអត់មាននរណាហ៊ានទៅបេះផ្លែទឹកដោះហ្នឹងទេហើយអាការហ្នឹងនៅទាំងអស់គ្នាខ្ញុំឃើញផ្លែទឹកដោះហ្នឹងខ្ញុំអត់ចាប់អារម្មណ៍ខ្ញុំឃើញផ្លែវាធំតំណងពេកយកនៅទាំងអស់គ្នាខ្ញុំយកអាតពួកតាក់ស្វាយពេលហ្នឹងតពួកតាក់ស្វាយហ្នឹងវានៅដៃខ្ញុំស្រាប់ខ្ញុំរកតាក់វាបេះតម្លាក់យកមកហើយស្រាប់តែគ្រូខ្ញុំគាត់ដើរមកពីបរិញ្ញាវិញគាត់ឃើញដល់ពេលគាត់ឃើញគាត់ស្រែកចាច់គាត់ស្រែកអត់ឲ្យខ្ញុំហ្នឹងទៅបេះផ្លែទឹកដោះហ្នឹងទេបញ្ញាប់ដេញខ្ញុំហ្នឹងឲ្យចេញពីដើមទឹកដោះហ្នឹងឲ្យលឿនដោយសារតែគាត់ដឹងថានៅហ្នឹងមានអ្នកទៅហូបផ្លែទឹកដោះហ្នឹងប្រហែលអ្នកអីប៉ុន្តែលទ្ធផលសិតតាដេកទាំងអស់ដល់តែយកទៅឲ្យលោកស្រួយទឹកផងអីផងសែនគេផងតម្រាំទៅជាហើយសំណាងល្អពេលហ្នឹងខ្ញុំអត់បានតាក់វាយកមកហូបបើសិនជាតាក់មកធ្លាក់មកផ្លែវិញដឹងតែត្រូវរបស់គេដែរហើយអានេះបើខ្ញុំស្ដាប់តាមលោកគ្រូមួយដែលគេអញ្ជើញគាត់ឡើងមកកម្មវិធីតុកភ្លឺ background ងងឹតលោកគ្រូហ្នឹងគាត់និយាយថា
អាដើមឈើទាំងអស់ហ្នឹងវាប្រៀបដូចជាសាច់ឈាមរបស់គេអញ្ចឹងអាស្លឹកគេហ្នឹងដូចសក់ដូចអីរបស់គេអញ្ចឹងហើយបើយើងទៅប៉ះពាល់អីផ្ដេសផ្ដាសដូចយើងហ្នឹងទៅប៉ះខ្លួនគេអញ្ចឹងដែលធ្វើឲ្យគេឈឺឲ្យគេអីអញ្ចឹងទៅគេខឹងគេមកធ្វើបាបយើងវិញហើយអាហ្នឹងវាអញ្ចឹងដូចគ្នាអញ្ចឹងទៅខ្ញុំសំណាងល្អពេលហ្នឹងអត់ប៉ះពាល់គេតោះឥឡូវយើងត្រឡប់ចូលមកសាច់រឿងរបស់យើងវិញគាត់ថាពេលដែលគាត់ធ្វើម្ហូបឆ្អិនគាត់កំពុងតែអង្គុយញ៉ាំពីអ្នកប៉ាគាត់ហ្នឹងណាពេលហ្នឹងម្ហូបដែលគាត់ធ្វើគឺសាច់គោអាំងទឹកប្រហុកគាត់យកទឹកប្រហុកបានមួយកូនដបទឹកសុទ្ធយកទៅហើយអាំងសាច់គោត្រឡប់ទៅត្រឡប់មក2 3ត្រឡប់ទៅគាត់ហូបបានហើយជ្រលក់ជាមួយនឹងទឹកប្រហុកហ្នឹងហូបបានហើយគាត់ថាកំឡុងពេលដែលគាត់កំពុងតែអង្គុយហូបជាមួយនឹងប៉ាគាត់ហ្នឹងគាត់ឮសូរសលេងលេបទឹកមាត់លេបខ្ញុំលេបមិនចេញទេគ្រាន់តែពេលហ្នឹងគាត់ឮសូរសលេងលេបទឹកមាត់ចេញមកពីក្នុងព្រៃហើយសលេងលេបទឹកមាត់ហ្នឹងមិនមែនឮចេញតែម្នាក់ទេណាគឺថាដូចមានមនុស្សច្រើនអ្នកគាត់ឮសូរសលេងលេបទឹកមាត់និយាយរួមទៅឮសូរសលេងលេបទឹកមាត់ហ្នឹងដូចអ្នកនេះមកជ្រុងអញ្ចឹងទៅឮសូរមកក្អឹកអញ្ចឹងទៅអាខាងនោះមកជ្រុងអញ្ចឹងទៅឮសូរមកក្អឹកទៀតអញ្ចឹងទៅវាមិនដឹងថានៅខាងក្នុងព្រៃហ្នឹងមានមនុស្សឬក៏អត់ប៉ុន្តែគាត់ថានៅពេលហ្នឹងគាត់ចាំងពើមើលទៅដែរប៉ុន្តែអត់មានឃើញអីទេបានត្រឹមតែឮសូរសលេងចេញមកពីក្នុងព្រៃហ្នឹងទេហើយពេលហ្នឹងគាត់ឆ្លៀតសួរទៅប៉ាគាត់ថាប៉ាមានលឺសូរអីអត់ប៉ុន្តែប្រហែលជាប៉ាគាត់មិនចង់ឲ្យគាត់ខ្លាចក៏មិនដឹងដែរប៉ាគាត់ក៏ឆ្លើយមកគាត់វិញថាអត់មានលឺសូរអីទេកុំឲ្យគាត់នឹងគិតច្រើនពេកហើយដល់ពេលគាត់ហូបបាយហើយអីហើយអស់អញ្ចឹងទៅក៏នាំគ្នាអង្គុយមើលមេឃមើលផ្កាយពីអ្នកឪកូនអញ្ចឹងណាចេះតែបបួលគ្នានិយាយពីនេះពីនោះអញ្ចឹងទៅហើយពេលហ្នឹងនឹងអង្គុយលេងនៅខាងក្រៅហ្នឹងរហូតដល់ម៉ោង10យប់ពីរអ្នកគាត់ហ្នឹងក៏នាំគ្នាចូលទៅសម្រាកនៅក្នុងតង់ដំបូងឡើយថាចង់សម្រាកនៅក្នុងឡានដែរប៉ុន្តែដោយសារតែគាត់ភ្លេចយកអាសនៈបាំងមួហើយអញ្ចឹងទៅពេលដែលយើងបិទកញ្ចក់ទៅវាហប់ពេកអញ្ចឹងក៏សម្រេចចិត្តថាសម្រាកនៅក្នុងតង់ទៅបើកអាសនៈហ្នឹងឲ្យវាខ្យល់ចេញចូលអញ្ចឹងណាពួកអីខែដែលគាត់ទៅហ្នឹងមិនមែនខែត្រជាក់ទេវាខែក្តៅដែរអញ្ចឹងបើសិនជាបិទតង់ទាំងអស់ទៅវារៀងហប់ដែរគាត់ថានៅពេលយប់ម្ដុំម៉ោង12:40គាត់មើលម៉ោងទៅម៉ោងម្ដុំ12:40 42អីហ្នឹងម្ដុំម៉ោងប៉ុណ្ណឹងគាត់ថាពេលហ្នឹងគាត់ឃើញមានភ្លើងក្រហមបៃតងហោះពីលើតង់គាត់ហើយគាត់ដំបងឡើយពេលដែលគាត់ឃើញភ្លើងហ្នឹងគាត់ចាប់អារម្មណ៍ភ្លាមគាត់ថាភ្លើងហ្នឹងភ្លើងអាបឯងពួកអីឮសូរគេនិយាយតគ្នាមកថាអាភ្លើងក្រហមបៃតងហ្នឹងភ្លើងអាបឯងអញ្ចឹងគាត់គិតថាប្រហែលជាមានអាបនៅម្ដុំហ្នឹងហើយដល់ទៅពេលអញ្ចឹងទៅគាត់ចាប់ផ្ដើមរៀងខ្លាចតិចៗគាត់ក៏មកកើខ្លួនទៅដេកនៅក្បែរប៉ាគាត់ធ្វើម៉េចឲ្យតែបានប៉ះសាច់ប៉ាគាត់បន្តិចក៏អស់ចិត្តដែររបៀបថាដូចកាយើងនៅក្មេងៗពេលយើងខ្លាចខ្មោចហើយយើងដេកក្បែរម៉ែយើងមិនយកដៃយកជើងរបស់យើងហ្នឹងទៅប៉ះម៉ែយើងធ្វើម៉េចឲ្យតែបានប៉ះបន្តិចក៏អស់ចិត្តដែរឲ្យប្រកាសចិត្តថាម៉ែយើងដេកនៅក្បែរយើងអញ្ចឹងហើយគាត់ក៏អញ្ចឹងដូចគ្នាគាត់ព្យាយាមប៉ះប៉ាគាត់ឲ្យប្រកាសចិត្តថាប៉ាគាត់ដេកនៅក្បែរគាត់ស្រាប់តែពេលដែលគាត់អង្គើទៅក្បែរប៉ាគាត់ហ្នឹងពេលដែលយើងអង្គើខ្លួនមិនទៅតែខ្លួនទេវាទៅទាំងក្បាលដែរពេលដែលគាត់ហៅក្បាលគាត់អង្គើទៅក្បែរប៉ាគាត់បន្តិចគាត់ថាគាត់កើយលើសក់ហើយសក់ហ្នឹងឡើងវែងដល់ពេលហើយគាត់ងាកទៅមើលប៉ាគាត់ទៅគឺថាប៉ាគាត់សក់វែងដូចម៉ាក់គាត់អញ្ចឹងទាំងដែលប៉ាគាត់អត់មានសក់ទេប៉ាគាត់ឆក់ពីខាងលើទៅពេកពីខាងក្រោយនេះអត់មានសក់ទេប៉ុន្តែនៅយប់ហ្នឹងប៉ាគាត់បែរជាមានសក់ហើយសក់វែងទៀតហើយអាប៉ុណ្ណឹងមិនទាន់រន្ធត់ទេណាគាត់ថាពេលដែលគាត់ស្ទាបប៉ះសក់ហ្នឹងទៅហើយគាត់មើលទៅមុខប៉ាគាត់ទៅអ្នកទាំងអស់គ្នាដឹងមកយត់ប៉ាគាត់ស្រឡឹងមកមើលមុខគាត់ហើយអាញឹមទាំងដែលភ្នែកហ្នឹងបើកធំហើយអាញឹមអារបៀបអាញឹមបែបគួរឲ្យខ្លាចអាញឹមបែបខ្មោចហើយនិយាយមកកាន់គាត់ថាកើតអីកូនរបៀបនិយាយឡើងសតុនចឹងហ្មងប៉ុន្តែសលេងហ្នឹងវាសតុនហើយប៉ុន្តែទឹកមុខវាអត់សតុនទៅតាមសលេងហ្នឹងទេគឺទឹកមុខបែបគួរឲ្យខ្លាចហ្មងដល់ទៅពេលឃើញចឹងឃើញឪខ្លួនឯងមានសក់មានអីចឹងហើយអាញឹមចឹងទៀតហើយដេកកដាវាលតែពីរនាក់គិតមើលមានហៅអាណាជួយបានដល់ពេលអញ្ចឹងទៅរឿងអីគាត់មិនខ្លាចដល់ពេលគាត់ខ្លាចគាត់សេកឡើងពេញតង់ដល់ពេលសេកទៅសត្វតែប៉ាគាត់ស្ទុះងើបអង្គុយបន្ទាប់មកប៉ាគាត់ក៏យកដៃយកមកអោបស្មាគាត់ហើយងួនរបៀបដែរគាត់ដឹងខ្លួនអញ្ចឹងហើយសួរមកគាត់ថាកូនឯងកើតអីរបៀបរួនឲ្យគាត់បើកភ្នែកមើលដល់ពេលគាត់បើកភ្នែកមើលឡើងវិញម្ដងទៀតទៅបែរជាឃើញគ្រប់យ៉ាងហ្នឹងមកសភាពធម្មតាប៉ាគាត់ទៅពេកក្បាលដូចធម្មតាអត់មានសក់អត់មានអីញ៉ៃដូចគាត់ឃើញមុនហ្នឹងទេហើយដល់ពេលអញ្ចឹងទៅគាត់ក៏ខំប្រឹងស្រឡឹងទៅមើលប៉ាគាត់មើលថារបៀបយកដៃទៅចុចមុខចុចថ្ពាល់ឆ្កឹះតិចឆ្កឹះអីអញ្ចឹងចង់ដឹងថាប៉ាគាត់មែនអត់ដល់ហើយគាត់អត់ច្បាស់ក្នុងចិត្តទៀតគាត់ក៏សូកូតពួកអីពី
ពីអ្នកគាត់ហ្នឹងគាត់មានកូដរបៀបថាពីអ្នកឪកូនគាត់ហ្នឹងដូចពូម៉ាក់ជាមួយនឹងគ្នាហ្នឹងដល់ពេលអញ្ចឹងទៅរបៀបនិយាយលេងនិយាយអីមួយគ្នាអញ្ចឹងទៅក៏ដាក់កូដដើម្បីកុំឲ្យម៉ាក់គាត់ចាប់បានអញ្ចឹងណារបៀបខូចអញ្ចឹងដល់ហើយនិយាយកូដទៅប៉ាគាត់ក៏ឆ្លើយកូដមកវិញអញ្ចឹងប្រកាសច្បាស់ណាស់ថារូបរាងហ្នឹងគឺជារូបរាងរបស់ប៉ាគាត់ហើយអញ្ចឹងសំណួរដែលគាត់ចង់សួរហ្នឹងគាត់ចង់សួរថាមុនហ្នឹងគឺជាពីណាគេឬមួយក៏គាត់ដេកយល់សពគណៈពេលហ្នឹងគាត់រៀងសពេចសពិលអត់ច្បាស់ទេមិនដឹងថាគាត់ដេកយល់សពឬក៏ខ្មោចលងគាត់មែនតែនហើយកំឡុងពេលជាមួយគ្នាកំពុងតែឆែកជាមួយនឹងប៉ាគាត់ហ្នឹងស្រាប់តែឃើញភ្លើងពណ៌បេតុងហ្នឹងហោះមកកាត់តង់គាត់ម្ដងទៀតនៅពេលហ្នឹងទាំងគាត់ទាំងប៉ាគាត់នាំគ្នាងើយទៅមើលដំបូលតង់ហ្នឹងទាំងពីរឃើញដូចគ្នាហើយគាត់ក៏សួរទៅប៉ាគាត់ថាប៉ាភ្លើងហ្នឹងភ្លើងអាបមែនប៉ាគាត់ក៏ប្រាប់មកគាត់វិញថាហ្នឹងហើយភ្លើងយាយកូនឯងនៅពេលដែលបានលឺអញ្ចឹងគាត់ក៏បោកភ្នែកធំព្រឺក្បាលខ្ញាក់គាត់ថាចុះយាយអាបមែនសួរទៅប៉ាគាត់អញ្ចឹងប៉ាគាត់ក៏ងក់ក្បាលបញ្ជាក់ថាយាយគាត់គឺជាអាបមែនហើយមន់ដែលតែងយកទៅឲ្យយាយគាត់ហ្នឹងគឺសម្រាប់ឲ្យយាយគាត់ហូបនៅពេលយប់ហ្នឹងឯងហើយធម្មតាអាបតែងតែដកកដកអីដើរហូរចំណីអញ្ចឹងហើយអញ្ចឹងពេលដែលគាត់ដកកទៅស៊ីមន់ហ្នឹងហើយអញ្ចឹងគាត់ហោះទៅហោះមកចេះដល់ម៉ោងគាត់បានគាត់ចូលខ្លួនគាត់វិញអញ្ចឹងណារបៀបអញ្ចឹងដូចគ្នាហើយនៅយប់ហ្នឹងប៉ាគាត់ក៏សម្រេចចិត្តថាប្រាប់រឿងរ៉ាវទាំងអស់មកឲ្យគាត់បានដឹងរឿងការពីដើមឡើយហ្នឹងគឺថាយាយគាត់ហ្នឹងគឺជាអាបហើយរបៀបថាដើររហឺអ្នកភូមិអញ្ចឹងហើយស៊ីមន់ស៊ីទាស៊ីអីរបស់គេអញ្ចឹងទៅហើយអាបហ្នឹងអាយុរបស់វាគឺថាអាយុវែងមែនតើចង់ឲ្យបុគ្គលម្នាក់នឹងស្លាប់បុគ្គលជាអាបនឹងស្លាប់លុះត្រាតែមានទាយាទស្នងបើសិនជាអត់មានទាយាទស្នងហ្នឹងទេគឺអាបហ្នឹងនៅចូលនៅក្នុងខ្លួនហ្នឹងជាប់រហូតធ្វើដើរចេញរោស៊ីដើរអីរហូតអញ្ចឹងទៅអាយុ100ជាងក៏អត់តន់អស់បច្ចុប្បន្នតាណាដែរនិយាយរួមទៅទោះបីជាខ្លួនអាបហ្នឹងចង់ស្លាប់ក៏ស្លាប់អត់បានដែរត្រូវតែនៅលំបាកវេទនាដើរស៊ីខ្ទុះស៊ីឈាមអីចឹងទៅលុះត្រាតែរកទីយាទស្នងបានហើយបានយាយអាបហ្នឹងគាត់អាចស្លាប់បានបើមិនចឹងទេនៅតែអញ្ចឹងវានៅតែវិលទៅវិលមកដកកដើររកអីស៊ីអញ្ចឹងតែប៉ុណ្ណឹងហើយកាលហ្នឹងការម៉ាក់គាត់នៅកំមុំអត់តន់ការជាមួយនឹងប៉ាគាត់យាយគាត់ហ្នឹងចង់ឲ្យម៉ាក់គាត់ធ្វើជាទីយាទស្នងពីយាយគាត់ហើយម៉ាក់គាត់អត់ព្រមទេម៉ាក់គាត់ខ្ពើមស៊ីខ្ទុះស៊ីឈាមអីហ្នឹងខ្ពើមអត់ចង់អីប៉ះពាល់រឿងទាំងអស់ហ្នឹងទេអញ្ចឹងទៅថ្ងៃមួយម៉ាក់គាត់ក៏លួចឡើងមកពេញហើយមកហ្នឹងអត់មានអីទាំងអស់មកតទេហ្មងគ្មានបងប្អូនគ្មានអីទេដឹងតែថាធ្វើម៉េចឲ្យតែចេញផុតពីកន្លែងហ្នឹងដើម្បីកុំឲ្យយាយគាត់ធ្វើពិធីធ្វើអីស្នងទាយាទអញ្ចឹងការប៉ັດអាស្នងទាយាទហ្នឹងអត់មានអីពិបាកទេឲ្យតែហូបម្ហូបដែលមានទឹកមាត់អាបនៅក្នុងម្ហូបហ្នឹងហូបរយៈពេលប្រហែលថ្ងៃទេខ្ញុំភ្លេចបាត់ហើយលើសូចាស់គាត់និយាយគាត់ថាហូបអាទឹកមាត់អាបហ្នឹងប្រហែលថ្ងៃទៅដឹងតែចេះដកកដោយអាបចាស់ហ្នឹងអញ្ចឹងហើយអាបចាស់ហ្នឹងក៏ចាប់ផ្ដើមខ្សោយទៅរហូតតតែស្លាប់បាត់អញ្ចឹងទៅអញ្ចឹងអាបថ្មីហ្នឹងវាចាប់ផ្ដើមនៅក្នុងខ្លួនមនុស្សថ្មីអញ្ចឹងនៅពេលដែលវាដូររូបរាងអាបហ្នឹងមានមហិទ្ធិឫទ្ធិខ្លាំងគូថានៅក្នុងភូមិហ្នឹងរៀបហ្មងអត់មាននរណាធ្វើអីអាបហ្នឹងបាយទេទោះបីជាគ្រូមកអីមកពីណាក៏រៀងពិបាកធ្វើដែរលុះត្រាតែគ្រូគេធំមិនគេធ្វើបាយប៉ុន្តែបើល្មមទេទៅមិនរួចជាមួយអាបហ្នឹងទេហើយអាបហ្នឹងសត្រូវរបស់វាគឺជាធ្មប់ហ្នឹងឯងអញ្ចឹងអាភូមិហ្នឹងវាអត់មានធ្មប់ទេវាមានតែអាបអញ្ចឹងទៅវារៀងខ្លាំងដែរនៅភូមិហ្នឹងហើយបើសិនជាវាអាចស្នងពីខ្លួនយាយមកខ្លួនកូនបានអញ្ចឹងម៉ាក់របស់គាត់ហ្នឹងត្រូវខ្លាចជាស្ដេចអាបនៅតំបន់ហ្នឹងហើយដើរស៊ីសัตว์ស៊ីអីធ្វើបាបអ្នកភូមិធ្វើបាបអីអញ្ចឹងទៅហើយម៉ាក់គាត់អត់ចង់បានអញ្ចឹងទេម៉ាក់គាត់ចង់បានជីវិតដូចនារីធម្មតារស់នៅធម្មតាអីធម្មតាដូចយើងទូទៅអញ្ចឹងម៉ាក់គាត់ចង់បានអញ្ចឹងមិនចង់បានរឿងអាគមរឿងស្អីអស់ហ្នឹងទេអត់ចង់បានទេអញ្ចឹងទៅបានម៉ាក់គាត់កិច្ចពីយាយគាត់មករស់នៅពេញនេះហើយបានជួបប៉ាគាត់ជួបអីហ្នឹងការទៅហើយគាត់ថាជីវិតអាពាហ៍ពិពាហ៍របស់ម៉ាក់គាត់ហ្នឹងក៏វាមិនស្រួលដែរវារៀងពិបាកដែរដោយសារតែប៉ាគាត់កូនអ្នកធូធាហើយម៉ាក់គាត់នេះចេញមកពីភូមិព្រៃអីអញ្ចឹងទៅរបៀបជនបទស្រុកស្រែចំការអីអញ្ចឹងហើយមកនៅពេញមិនដឹងម៉ែនរណាអីនរណាអញ្ចឹងទៅពីរអ្នកគាត់ហ្នឹងទម្រាំតែបានការជាមួយគ្នាអីជាមួយគ្នាហ្នឹងគឺថាពិបាកខ្លាំងមែនតើហើយប៉ាគាត់ដឹងរឿងម៉ាក់គាត់មានម្ដាយជាអាបហ្នឹងតាំងពីស្រឡាញ់គ្នាដំបូងមកម៉ែម៉ាក់គាត់អត់លាក់ទេម៉ាក់គាត់និយាយរឿងហ្នឹងទៅឲ្យប៉ាគាត់ដឹងម៉ាក់គាត់ចង់ឲ្យប៉ាគាត់ទទួលយកថាបើសិនជាទទួលយកបានក៏ទទួលយកបើទទួលយកមិនបានទេក៏ចាប់គ្នាត្រឹមហ្នឹងទៅកុំ
ឲ្យដល់ពេលការហើយលាក់បាំងរឿងអាទាំងអស់ហ្នឹងអត់ឲ្យខាងប្រុសដឹងដល់ពេលគេដឹងទៅពិបាកវាពិបាកដោះស្រាយគ្នាអញ្ចឹងទៅឲ្យដឹងឲ្យហើយហ្មងទៅដល់ហើយប៉ាគាត់ក៏អត់មានប្រកែប្រការណីដែរធ្វើម៉េចបើយើងមិនអាចជ្រើសរើសយកម្ដាយបានណាមិនយើងកើតមកចង់កើតអូចង់កើតកូនអ្នកនេះចង់កើតកូនអ្នកនោះបានណាហើយយើងកើតមកមានម្ដាយតែមួយហ្នឹងអញ្ចឹងបើម្ដាយយើងអញ្ចឹងហើយត្រូវតែទទួលយកអាហ្នឹងធ្វើម៉េចហើយអាហ្នឹងវាក៏មិនមែនជាកំហុសរបស់ម៉ាក់គាត់ដែរដោយសារតែម៉ាក់គាត់ក៏មិនចង់អញ្ចឹងដែរហើយដោយសារតែម៉ាក់គាត់មិនចង់អញ្ចឹងហើយបានម៉ាក់គាត់រត់ចេញពីផ្ទះមកនៅពេញហ្នឹងអាហ្នឹងរឿងប្រវត្តិរបស់គាត់មានត្រឹមតែប៉ុណ្ណឹងយើងបកទៅស្ថានភាពជាក់ស្ដែងដែលប៉ាគាត់កំពុងតែនិយាយគ្នាជាមួយនឹងគាត់នឹងនៅក្នុងតង់ហ្នឹងណាពេលហ្នឹងប្រហែលជាយាយគាត់អត់ទាន់ហូបមន់ទេដឹងតែថាហោះទៅហើយហោះទៅវិញដល់ពេលហោះទៅវិញហើយបានលឺសូរសលេងមន់សេកមន់ទៅស្លាប់ភឹប3ភឹបស្ងាត់ឈឹងហើយបន្ទាប់មកលឺសូរភឹបទៀតមន់5ក្បាលហ្នឹងបើយប់ហ្នឹងយាយគាត់ហូបទាំងអស់អត់មានសល់មួយទេលឺសូរឲ្យមន់ចាប់បានមួយអញ្ចឹងលឺសូរទៅស្លាប់3ភឹបអស់មួយ3ភឹបអស់មួយ3ភឹបអស់មួយ5ក្បាលហ្នឹងទៅតែ3ភឹបទេដល់ទៅពេលគាត់ហូបអស់ទៅក៏ស្ងាត់សលេងហ្នឹងទៅវិញទៅដល់ពេលហើយស្ងាត់សលេងហ្នឹងហើយប៉ាគាត់ក៏ដេញគាត់ចូលសម្រាកវិញអញ្ចឹងណាពេលហ្នឹងស្រាប់តែគេមករੂតង់គាត់មកឡើងខ្មៅព្រីកមករੂតង់គាត់ដល់ពេលហើយស្រាប់តែរੂតង់គាត់អញ្ចឹងគាត់ងាកទៅឃើញខ្វាច់ឃើញតែប្រឡងភ្នែកឡើងសស្គូហើយក្រៅពីហ្នឹងខ្មៅព្រីកសក់ក្បាលឡើងកត្រេងកត្រឹងគាត់ស្រែកចាចប៉ាគាត់ងើបមកម្ដងទៀតទេស្រាប់តែពេលហើយក៏លឺសូរសលេងមួយសលេងហ្នឹងលឺសូរសលេងធំលឺឡើងខ្ទាល់ឡើងលំពងព្រៃស្រែកមកឲ្យអាប៉ែមួយដែលហូតតង់គាត់ហ្នឹងស្រែកមកថាចៅអញទេហែងក៏ប៉ះពាល់ចៅឲ្យកូនអញគ្រាន់តែបានលឺសូរសលេងហ្នឹងហើយអាសមោកខ្មៅដែលមករੂតតង់គាត់ហ្នឹងអាលីទៅខ្សលដូចផ្សែងអញ្ចឹងអាលីទៅបាត់ទៅឃើញតង់គាត់ហ្នឹងនៅរੂតចំហធម្មតាដល់ពេលអញ្ចឹងទៅប៉ាគាត់ក៏យកដៃទៅរੂតតង់ហ្នឹងបិទវិញទៅហើយពួកគាត់ទាំងពីរនាក់ហ្នឹងក៏សម្រាករហូតដល់ព្រឹកទៅប៉ុន្តែអ្នកដេកលក់ហ្នឹងដេកលក់ទៅប៉ាគាត់ទេគាត់ដេកអត់លក់ទេគាត់នៅប្រឈរភ្នែកឡើងដល់ម៉ោង3ជាង7:04បានគាត់ដេកលក់អូខេអ្នកទាំងអស់គ្នាសាច់រឿងនៅក្នុងយប់នេះមានត្រឹមតែប៉ុណ្្នឹងរៀងខ្លីបន្តិចហើយដោយសារតែខ្ញុំពិបាក record ដូចខ្ញុំជម្រាបអ្នកទាំងអស់គ្នាមុនហ្នឹងអញ្ចឹងពិបាក record ណារឿងឲ្យតែពាក់ព័ន្ធជាមួយនឹងអាបហ្នឹងហើយឥឡូវខ្ញុំបកមកនិយាយរឿងដែលខ្ញុំ record នេះខ្ញុំ record នេះខ្ញុំ record 2ថ្ងៃមិនមែន record មួយថ្ងៃចប់ទេវីដេអូដែលអ្នកទាំងអស់គ្នាពងស្ដាប់ហ្នឹងថ្ងៃទី1ខ្ញុំលឺសូរគេដើរនៅជុំវិញផ្ទះខ្ញុំពេលដែលខ្ញុំ record និយាយហ្នឹងនិយាយបានមកកណាត់15នាទីដំបូងហ្នឹងលឺសូរគេដើរទៅដើរមកដើរទៅដើរមកនៅជុំវិញផ្ទះខ្ញុំហើយខ្ញុំទៅមើលទៅអត់មានឃើញមនុស្សទេប៉ុន្តែលឺសូរសលេងដានជើងបន្ទាប់ពីអស់លឺសូរសលេងដានជើងក៏លឺសូរសលេងមនុស្សទន្ទ្រាំជើងនៅក្រោមផ្ទះខ្ញុំហ្មងមិនដឹងថាជើងរបស់អ្នកណាមកទន្ទ្រាំប៉ុន្តែអាប្រហែល15នាទីចុងក្រោយនេះអត់មានបញ្ហាទេខ្ញុំកំពុងនិយាយឥឡូវនេះអត់មានបញ្ហាទេថ្ងៃនេះរៀងស្ងប់សុខអត់សូវមានបញ្ហាអីប៉ុន្តែអា3-4ដងដែលខ្ញុំ record ប្រហែលថ្ងៃមុនហ្នឹងគឺថាគោខ្ញុំខ្លាំងហ្មងដំបូងឡើយគេដើរនៅខាងក្រោមផ្ទះខ្ញុំហ្នឹងប៉ុន្តែអត់ដើរទៅមកទេលឺសូរសលេងស្រាប់ជើងមកហើយស្អាតតាដូចមានមនុស្សមកអង្គុយនៅខាងក្រោយខ្នងខ្ញុំអង្គុយចាំស្ដាប់ podcast ហ្នឹងអញ្ចឹងខ្ញុំមានអារម្មណ៍ដឹងហ្មងដឹងដូចមានមនុស្សមកអង្គុយក្រោយខ្នងខ្ញុំហ្មងអូនិយាយព្រឺសបល់ទេអ្នកឲ្យតែនិយាយរបៀបដូចមកអង្គុយស្ដាប់ចង់ដឹងសាច់រឿងថាខ្ញុំនិយាយពីអីពាក់ព័ន្ធជាមួយនឹងគេអត់អីអត់របៀបអញ្ចឹងរបៀបមនុស្សចង់ដឹងរឿងគេហើយឬមួយក៏គេមកចង់ស្ដាប់គ្រាន់តែកំសាន្តដូចអ្នកទាំងអស់គ្នាស្ដាប់ទេឬក៏មិនអាហ្នឹងខ្ញុំមិនដឹងដែរគ្រាន់តែគេបង្ហាញឲ្យយើងដឹងអញ្ចឹងហើយពេលដែលខ្ញុំឈប់ record ខ្ញុំចុះទៅយកទឹកផឹកគឺថាមកនៅនឹងភ្នែកហ្នឹងហ្មងរបៀបថាសម្ោលឲ្យសម្ោលឃើញទេមិនចេញរូបរាងមកច្បាស់ទេគ្រាន់តែថាសម្ោលហ្នឹងបើតាមមើលភិនភាកទៅដូចភិនភាករបស់មនុស្សប្រុសដូចឃើញតែសម្ោលតែទេអត់មានឃើញអីទេគ្រាន់តែឃើញមកភាំងអញ្ចឹងហើយក៏អាលីបាត់ទៅវិញទៅអាហ្នឹងឲ្យតែពេលខ្ញុំនិយាយវាតែងតែជួមអញ្ចឹងប៉ុន្តែបើនិយាយរឿងអីផ្សេងវិញគឺថាអត់ដែលមានបញ្ហាទេបញ្ហាតែរឿងអាបហ្នឹងមួយទេអាហ្នឹងហេតុការដែលខ្ញុំបានជួបមានតែប៉ុណ្្នឹងហើយចំពោះការនិយាយបច្ចេកទេសថតអីហ្នឹងគឺថាមានបញ្ហារហូតមិនដែលអខានម្ដងទេឲ្យតែនិយាយដូចខ្ញុំជម្រាបជូនអ្នកទាំងអស់គ្នាស្ដាប់មុនហ្នឹងអញ្ចឹងហើយវីដេអូនេះរៀងតែប៉ែវល់កតុយបន្តិចហើយមានអារម្មណ៍ថានិយាយដូចអត់ដឹងក្បាលអត់ដឹងកតុយអីទេ